ថ្ងៃទី1នេះពងថ្ងៃទី2ក្រិចបងអូនដល់គ្នាពងមាន់ក្រិចនេះពងមាន់ក្រិចនឹងថតឲ្យបងអូនមើលអញ្ចឹងណាហើយជាវីដេអូដែលខ្ញុំត្រូវសម្រាប់ខ្លះឲ្យបងអូនដល់គ្នាព្រោះចាំខ្ញុំជាស្រូបបួលសិនខ្ញុំចេញវីដេអូមកទៀតអីចឹងណាបងអូននេះបាទសួស្តីបងអូនដល់គ្នាស្វាគមន៍មកកាន់របៀបចិញ្ចឹមសត្វព្រៃថ្ងៃនេះប៉ុណ្ណាគឺខ្ញុំចង់មកនិយាយអំពីអាការៈរបស់ខ្ញុំទីដែលខ្ញុំឈឺបានចេញវីដេអូអញ្ចឹងណាបងអូនដល់ខ្ញុំឈឺច្រើនអីច្រើនអញ្ចឹងហើយអាការចេញវីដេអូហ្នឹងក៏ខកខានច្រើនដែរបងអូនហើយក៏សូមអធិស្ឋានផងហើយពេលហ្នឹងខ្ញុំអត់មានអីទេគ្រាន់តែចង់ប្រាប់បងអូនទាំងអស់គេថាខ្ញុំអត់ស្រួលខ្លួនទេខ្ញុំអត់ស្រោមនេះដែរទៅដោះស្រោមព្រឹកមិញទេដោះស្រោមព្រឹកមិញហើយស្រោមដាក់អស់ច្រើនហើយតែវាអត់បាត់អីចឹងណាហើយខ្ញុំថាទិញទូរស័ព្ទមកទៅថតពួកបងនេះឲ្យបងអូនដល់គ្នាមើលក៏ប៉ុន្តែដល់ពេលខ្ញុំទិញកាមេរ៉ាមកពួកគាត់លេងមកស៊ីចំណៃអត់ខ្ញុំខំបកឈុករត់ខំបកអីឲ្យគាត់ស៊ីឥឡូវហើយទៅហើយនេះណូមកវិញហើយតែហើយនេះគឺជាចំណៃអាបយនឹងជីវ័នស៊ីសល់អញ្ចឹងយកមកចាក់ឲ្យមន់ស៊ីសំបីតែតកាកែវក៏វាស៊ីដែរចំណៃរបស់ជីវ័ននឹងវាស៊ីខ្លះមានដូចជាក្របធញ្ញជាតិក្របអីហ្នឹងតកាកែវក្បីរបស់ខ្ញុំវាស៊ីដែរអញ្ចឹងណាស្លេករបស់ខ្ញុំភាគច្រើនវាអត់សូវស៊ីទេឈុករត់ដូចជាឈុករត់តប៉ែតអញ្ចឹងសំបីតែល្អអញ្ចឹងក៏វាអត់សូវស៊ីបានដែរអញ្ចឹងខ្ញុំចេះតែរើសដាក់វិញទៅបើពេលខ្លះទៅខ្ញុំរើសដាក់ពេលខ្លះទៅខ្ញុំចាក់ឲ្យមន់ស៊ីវិញអញ្ចឹងណាហើយតកាកែវក្បីវាហើរទៅហើររាល់ថ្ងៃខ្ញុំដាក់ទ្រុងវាអត់ជាប់ទេខ្ញុំដាក់ទ្រុងអត់ជាប់ទេហើយវាហើរចេញពីផ្ទះរាល់ថ្ងៃខ្ញុំខ្លាចតែគេបាញ់ច្រឡំខ្លាចតែគេដាក់មងនៅក្នុងរោងមន់គេតែគេដាក់មងអីហ្នឹងទាំងទៅជាប់ដោយខ្ញុំដែរព្រោះវាទៅតាមគេដែរអញ្ចឹងណាហើយចកាកែវកង3របស់ខ្ញុំស្រួលទោះបីអត់ចំណីរបស់វាក៏វានៅស៊ីចំណីមន់ធម្មតាដែរវាស៊ីចំណីមន់ពេលដែលខ្ញុំដាក់ឲ្យព្រៀបស៊ីអញ្ចឹងវាស៊ីជាមួយគ្នាអញ្ចឹងទៅនេះក្បាលខូចខ្លាំងមែនតើមកគូគេនេះអានេះមកគូបងអូនញីឈ្មោះតាដឹងឯណាពងទេព្រោះបានទៅផ្ទះឲ្យវាអញ្ចឹងណានេះមួយទៀតញីអត់ទៅឲ្យលេងបានទេតែបើឈ្មោះលេងបានតាមចិត្តអញ្ចឹងណាបងអូននេះឈ្មោះនេះញីថ្ងៃណាគេអារម្មណ៍ល្អគេឲ្យយើងលេងមកស្រឡាញ់អីអញ្ចឹងទៅញីឈ្មោះអាបយសម្រាប់ឈ្មោះជីវ័នអញ្ចឹងណាបងអូនហើយខ្ញុំក៏មានដំណឹងល្អដែរបងគាត់សួររកកូនមន់ព្រៃបងគាត់សួររកកូនមន់ព្រៃនេះពងបាន2ហើយពងរបស់ចម្រើននេះពងថ្ងៃទី1នេះពងថ្ងៃទី2ពងរបស់ចម្រើនពងបាន2វិញហើយអញ្ចឹងចាំមើលសារហ្នឹងសល់អត់សារមុនជិតដល់ថ្ងៃកើតហើយអត់ដឹងអីគេស៊ីពងរបស់វាអស់ទេហើយសម្រាប់សត្វព្រាបរបស់ខ្ញុំវិញគឺខ្ញុំលែងប្រកាសឲ្យបងអូនដល់គ្នាដោយសារតែប្រកាសទៅវាខ្ញុំធុញពេកវាព្រុសប្រាសពេកខ្ញុំឈប់ប្រកាសសិនហើយបងអូនគាត់ឆ្លាញ់តែព្រាបកងោកដល់ពេលអញ្ចឹងទៅជាមួយខ្ញុំសុំទិញគេមកគូ8រៀលខ្ញុំអត់កុហកបងអូនទេខ្ញុំសុំទិញគេមកគូ8ឬក៏10រៀលអីហ្នឹងបើគេលក់ខ្ញុំសុំទិញគេយកមកលក់ឲ្យបងអូនដល់គ្នាតែមកគូទៅ5 10រៀលទឹកថ្លៃសេវាទេថ្លៃសេវា3រៀលថ្លៃសេវាតែ3រៀលទេហ្នឹងហើយអញ្ចឹងជាមួយខ្ញុំសុំទិញគេមកសិនបើទិញបានចាំខ្ញុំមកលក់ឲ្យបងអូនដល់គ្នាអញ្ចឹងណាពេលកងោកនៅរោងទា
ហើយនេះបងនេះវិញខ្ញុំដាក់ទ្រុងតូចវិញហើយខ្ញុំលែងដាក់នៅកន្លែងនោះហើយខ្ញុំយកមកពួកគាត់មកដាក់ក្នុងទ្រុងតូចវិញហើយនេះអានេះឈ្មោលអានេះញីបើចង់យកទៅប្រហាត់លេងអាលោកខ្មែរមិនម៉ាឡេណាអានេះខ្មែរទេបូរាល់ថ្ងៃអានេះបូរាល់ថ្ងៃទេរៀងផ្អើលទាំងពីរហ្នឹងវាអត់ឆ្គាល់ខ្ញុំណាដោយសារតែខ្ញុំអត់បានលេងអត់បានថែវាអញ្ចឹងណាបងអូនហើយនេះក្បាលខូចទៅតាណាទៅតានឹងដែរនេះក្បាលខូចនេះអត់បានទេហើយនេះវិញគឺពងមាន់ក្រិចបងអូនដល់គ្នាពងមាន់ក្រិចនេះពងមាន់ក្រិចនឹងថតឲ្យបងអូនមើលអញ្ចឹងណាពងមាន់ហ្នឹងវាក្រាបរាល់ថ្ងៃហើយអញ្ចឹងក៏ជិតដល់ថ្ងៃញាស់ដែរពងមាន់ក្រិចហ្នឹងជិតដល់ថ្ងៃញាស់ដែរហើយខ្ញុំមកថតថ្ងៃហ្នឹងមកឲ្យជាវីដេអូដែលខ្ញុំត្រូវសម្រាប់ខ្លះឲ្យបងអូនទាំងអស់គ្នាព្រោះចាំខ្ញុំជាស្រូបបួលសិនខ្ញុំចេញវីដេអូមកទៀតអីចឹងណាបងអូននេះពងមាន់ក្រិចហ្នឹងហើយនេះលោកដីរបស់ខ្ញុំដែលខ្ញុំបង្កើតហ្នឹងដែលខ្ញុំថាបង្កាត់បានจะមើលបានអត់ចាំមើលដឹងហើយពួកនេះខ្ញុំយកចេញវិញហ្នឹងហើយបងអូនខ្ញុំអត់បង្កាត់ទេពួកនេះវារៀងផ្អើលដែរអញ្ចឹងណាចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយបាយបាយ